ខ្ញុំចូលតែម្នាក់ឯងសំឡេងខ្ញុំញោមតិចតិចថ្ងៃមុនខ្ញុំនៅតែសួរខ្លួនឯងតើខ្ញុំខ្វះអ្វីមួយមែនទេហេតុអ្វីគេមិននៅជាមួយខ្ញុំហេតុអ្វីខ្ញុំមិនគ្រប់គ្រាន់ខ្ញុំផ្លាស់ប្ដូរខ្លួនឯងជាច្រើនដងព្យាយាមធ្វើឲ្យគេពេញចិត្តប៉ុន្តែចុងក្រោយខ្ញុំបាត់បង់ខ្លួនឯងពេលទឹកភ្នែកធ្លាក់មិនឈប់ខ្ញុំសួរថាខ្ញុំខុសត្រង់ណាថ្ងៃនេះខ្ញុំប្រាប់ខ្លួនឯងទោះគ្មានអ្នកណាក៏ខ្ញុំរស់បានខ្ញុំមិនត្រូវការផ្លាស់ប្ដូរដើម្បីឲ្យនរណាម្នាក់ស្រឡាញ់ខ្ញុំឈឺប៉ុន្តែខ្ញុំរៀនខ្ញុំយំប៉ុន្តែខ្ញុំឈរឡើងវិញថ្ងៃនេះខ្ញុំយល់ហើយវាគ្រប់គ្រាន់ហើយមានពេលខ្លះខ្ញុំនៅតែគិតដល់ពេលដែលខ្ញុំស្រឡាញ់គេអស់ពីចិត្តប៉ុន្តែនោះជារឿងមួយដែលបងរៀនឲ្យខ្ញុំស្គាល់តម្លៃខ្លួនឯងខ្ញុំមិនអាចបង្ខំអារម្មណ៍គេបានមិនអាចឲ្យគេនៅប្រសិនបើគេចង់ធ្វើអ្វីដែលខ្ញុំអាចធ្វើបានគឺស្រឡាញ់ខ្លួនឯងវិញសំឡេងខ្ញុំញ័របន្តិច